រឿងប្រៀបប្រដូចអំពីប្រាក់ការធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់តើក្មួយៗដឹងទេថាព្រះជាម្ចាស់បានប្រទានកាដូឬសមត្ថភាពពិសេសដល់យើងម្នាក់ថ្ងៃនេះលោកតានឹងនិទានរឿងអំពីម្ចាស់ផ្ទះម្នាក់ដែលបានប្រគល់ប្រាក់ដ៏មានតម្លៃដល់អ្នកបម្រើរបស់គាត់ដើម្បីចង់ដឹងថាតើពួកគេនឹងយកវាទៅធ្វើអ្វីខ្លះលោកតាបានហៅក្មេងៗទាំង3នាក់មកជួបជុំគ្នានៅក្រោមដើមល្វាបុរាណមួយដែលមានស្លឹកត្រឈឹងត្រឈៃផ្ដល់ជាម្លប់យ៉ាងត្រជាក់ស្រួលលោកតាបានចាប់ផ្ដើមនិយាយថាចៅអើយថ្ងៃនេះតានឹងនិយាយរឿងប្រៀបប្រដូចមួយដែលព្រះយេស៊ូវបានបង្រៀនអំពីម្ចាស់ផ្ទះម្នាក់និងអ្នកបម្រើរបស់គាត់បានរៀបរាប់អំពីម្ចាស់ផ្ទះដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ដែលគាត់កំពុងរៀបចំធ្វើដំណើរទៅកាន់ស្រុកឆ្ងាយក្នុងរយៈពេលយ៉ាងយូរមុននឹងចេញដំណើរគាត់បានហៅអ្នកបម្រើដែលគាត់ទុកចិត្ត3នាក់មកជួបម្ចាស់នោះមានគម្រោងប្រគល់ទ្រព្យសម្បត្តិឲ្យពួកគេជួយមើលថែក្នុងកំឡុងពេលដែលគាត់មិននៅដើម្បីចង់ដឹងថាតើពួកគេនឹងយកទ្រព្យសម្បត្តិទាំងនោះទៅធ្វើអ្វីខ្លះក្មួយមើលចុះអ្នកបម្រើនីមួយទទួលបានប្រាក់មិនដូចគ្នាទេគឺទៅតាមអ្វីដែលម្ចាស់ដឹងថាពួកគេអាចធ្វើបានទៅកាន់អ្នកបម្រើទី1ដែលជាមនុស្សមានសមត្ថភាពនិងឧស្សាហ៍ព្យាយាមគាត់បានប្រគល់ប្រាក់ 5,000 ឲ្យចំណែកអ្នកបម្រើទី2គាត់បានប្រគល់ប្រាក់ 2,000 ឲ្យអ្នកបម្រើម្នាក់នេះក៏មានកេរ្តិ៍ឈ្មោះល្អក្នុងការងាររបស់គាត់ដែររីឯអ្នកបម្រើចុងក្រោយគាត់បានប្រគល់ប្រាក់ឲ្យ 1,000 គឺគាត់ឲ្យទៅតាមសមត្ថភាពដែលពួកគេម្នាក់អាចទទួលខុសត្រូវរៀងខ្លួននៅពេលម្ចាស់ផ្ទះចេញទៅបាត់អ្នកបម្រើ2អ្នកដំបូងចាប់ផ្ដើមធ្វើការយ៉ាងសកម្មប៉ុន្តែអ្នកទី3តើគាត់កំពុងធ្វើអ្វីនឹងអ្នកបម្រើដែលទទួលបានប្រាក់ 5,000 បានចេញទៅធ្វើចំនួនភ្លាមយ៉ាងមានប្រាជ្ញារហូតចំណេញបាន 5,000 បន្ថែមទៀតសរុបទាំងអស់បាន 10,000 ចំណែកអ្នកដែលទទួលបាន 2,000 ក៏បានខិតខំធ្វើការរហូតចំណេញបាន 2,000 បន្ថែមទៀតដែរសរុបទាំងអស់បាន 4,000 ប៉ុន្តែអ្នកបម្រើដែលទទួលបានប្រាក់ 1,000 បែរជាទៅជីករណ្ដៅកប់ប្រាក់នោះទុកក្នុងដីទៅវិញគាត់បានជ្រើសរើសយកភាពសុខស្រួលជាជាងការស្ដាប់បង្គាប់ហើយយកភាពភ័យខ្លាចជាជាងការខិតខំប្រឹងប្រែងដោយបានកប់ទុកនៅសេចក្តីទុកចិត្តរបស់ម្ចាស់ជំនួសឲ្យការយកវាទៅប្រើប្រាស់ឲ្យមានប្រយោជន៍ច្រើនឆ្នាំកន្លងផុតទៅម្ចាស់ក៏ត្រឡប់មកវិញដល់ពេលដែលត្រូវរាយការណ៍ហើយអស់រយៈពេលយ៉ាងយូរក្រោយមកម្ចាស់ក៏ត្រឡប់មកវិញហើយបានហៅអ្នកបម្រើទាំងនោះមកស្ដាប់របាយការណ៍របស់ពួកគេអ្នកបម្រើទី1និងទី2បានបង្ហាញប្រាក់ដែលពួកគេចំណេញបានទ្វេដងនោះម្ចាស់ក៏សរសើរពួកគេថាពូកែណាស់អ្នកបម្រើល្អហើយស្មោះត្រង់អើយគាត់មានប្រសាសន៍ទៅកាន់ពួកគេថាអ្នករកគ្នាបានស្មោះត្រង់នឹងការងារបន្តិចបន្តួចនេះដូច្នេះយើងនឹងដាក់ឲ្យអ្នកគ្រប់គ្រងលើការងារជាច្រើនទៀតប៉ុន្តែចុះអ្នកបម្រើចុងក្រោយវិញមើលចុះគាត់ដើរមកទាំងភ័យខ្លាចជាចុងក្រោយអ្នកបម្រើដែលមានប្រាក់ 1,000 បានយកប្រាក់ 1,000 ដែលគាត់ទទួលបាននោះមកសងវិញហើយបានយកភាពភ័យខ្លាចមកធ្វើជាលេសចំពោះភាពខ្ជិលច្រអូសរបស់ខ្លួនម្ចាស់មានចិត្តខឹងយ៉ាងខ្លាំងហើយបានហៅគាត់ថាជាមនុស្សអាក្រក់និងខ្ជិលច្រអូសព្រោះយ៉ាងហោចណាស់គាត់គួរតែយកប្រាក់នោះទៅផ្ញើនៅធនាគារដើម្បីឲ្យបានការប្រាក់ខ្លះមកវិញដែររួចហើយម្ចាស់ក៏បានដកប្រាក់ 1,000 នោះទៅប្រគល់ឲ្យអ្នកបម្រើដែលមានប្រាក់ 10,000 វិញលោកតាបានបន្តទៀតថាព្រះយេស៊ូវសពប្រហារតីឲ្យអ្នកដែលដើរតាមព្រះអង្គទាំងអស់មានសេចក្តីស្មោះត្រង់ភាពក្លាហាននិងមានចិត្តចង់ប្រើប្រាស់រាល់អំណោយទាននិងឱកាសដែលព្រះជាម្ចាស់បានប្រគល់ឲ្យយើងមេរៀននេះបានបញ្ជាក់យ៉ាងច្បាស់ថាព្រះជាម្ចាស់រំពឹងឲ្យប្រជារាស្ត្ររបស់ព្រះអង្គចេះប្រើប្រាស់អ្វីដែលទ្រង់បានប្រគល់ឲ្យមានប្រយោជន៍ជាជាងការលាក់ទុកដោយក្តីភ័យខ្លាចក្មួយអើយមិនថាអ្វីដែលក្មួយមានគឺជាអ្វីនោះទេទោះបីជាការចេះច្រៀងការចេះរាយការណ៍ឬការចិត្តល្អជួយមិត្តភ័ក្តិចូលប្រើវាឲ្យអស់ពីសមត្ថភាពដើម្បីថ្វាយសិរីល្អដល់ព្រះ
នោះព្រះអង្គនឹងប្រទានពរដល់ក្មួយៗកាន់តែច្រើនឡើងមិនខាន